បាទសួស្តីនេះជាប្រភេទកុងតាក់ពីរពោល3ចុចជាប្រភេទកុងតាក់ពីរពោល3ចុចដែលយើងប្រើទៅលើការរស់នៅប្រចាំថ្ងៃនៅក្នុងផ្ទះអីចឹងណាបងវាងាយស្រួលក្នុងការដំឡើងកាលណាយើងប្រើ3ចុចយើងប្រើប្រភេទអំពូលនេះនិមិត្តសញ្ញានៅលើប្លង់សម្រេចគឺវាមាននិមិត្តសញ្ញាអញ្ចឹងនិមិត្តសញ្ញានៅលើប្លង់សម្រេចបន្ទាប់នេះជានិមិត្តសញ្ញានៅលើប្លង់បាតជាស្ដែងប្លង់អំពូលនេះជាប្រភេទប្លង់អំពូលជាស្ដែងនៅលើការឋានណាបងទាំងនិមិត្តសញ្ញាទាំងការប្រើប្រាស់របស់វាគឺមាននៅក្នុងនឹងទាំងអស់ដោយសារបន្ទប់នឹងធំអញ្ចឹងយើងប្រើអំពូល3ចុចមួយចុចវាមានចំពោះខ្សែពណ៌ក្រហមមាន7គ្រាប់អញ្ចឹងមើលតាមហ្នឹងទៅមួយចុចវាមាន1ហើយខ្សែពណ៌ខៀវចុចហ្នឹងមានអំពូល9គ្រាប់ហើយនឹងខ្សែចុចពណ៌លឿងហ្នឹងមានអំពូល7គ្រាប់នៅនឹងយើងដាក់តាមប្លុកវាដើម្បីងាយស្រួលដល់ពេលយើងបើកទៅវាភ្លឺឆ្លាស់គ្នាយើងអត់បើកទាំងអស់ទេយើងបើកឆ្លាស់ភាសាយើងបន្ទប់ធំបើសិនជាមនុស្សតិចត្រូវការពលឺតិចយើងបើកតាម1ចុចទេតែបើសិនជាត្រូវការពលឺខ្លាំងយើងបើកទាំង3ចុចនេះជារូបពិតរបស់កុងតាក់ជាក់ស្ដែងដល់ពេលយកទៅ connect ភ្ជាប់នៅក្នុងជើងព្រីនៅក្នុងកាឋានអញ្ចឹងរូបវាអញ្ចឹងប៉ុន្តែវាមានច្រើនប្រភេទទៅតាមតម្រូវការណាតាមប្រែរបស់គេតែប្រភេទនេះខ្ញុំលើកឲ្យឧទាហរណ៍មកបង្ហាញទេ